សន្សំដើម្បីមានការរីកចម្រើនរៀនគ្រប់គ្រងប្រាក់ដែលយើងរកបានឲ្យមានភាពច្បាស់លាស់លុយចូលប្រមាណលុយចេញប្រមាណលុយសន្សំប្រមាណក្នុងខែនេះត្រូវពង្រឹងនិងពង្រីកមុខរបរឲ្យកាន់ធំនៅពេលខាងមុខនេះវាជារឿងមួយសំខាន់ណាស់ហើយវាជាកម្លាំងចិត្តមួយខ្លាំងណាស់សម្រាប់យើងគឺយើងត្រូវចេះគ្រប់គ្រងចំណូលនិងចំណាយរបស់យើងឲ្យច្បាស់នៅពេលណាយើងដឹងចំណូលយើងក្នុងមួយខែនេះប្រមាណយើងដឹងចំណាយក្នុងមួយខែនេះប្រមាណហើយយើងសន្សំលុយយើងបានប្រមាណក្នុងមួយខែនេះអញ្ចឹងនោះហើយវាជាកម្លាំងនោះហើយជាអតិពលមួយដែលចាំលើកទឹកចិត្តយើងដោយប្រយោលហើយយើងត្រូវគិតថាក្នុងមួយខែខ្ញុំសន្សំបានប្រមាណហើយខ្ញុំទុកបានប្រមាណហើយក្នុងមួយខែឧទាហរណ៍ថាមួយខែមួយថ្ងៃ 20000 រៀលចុះមួយខែយើងឃើញប្រមាណចុះមួយឆ្នាំយើងឃើញប្រមាណ2ឆ្នាំយើងឃើញប្រមាណ3ឆ្នាំយើងឃើញប្រមាណនេះជារឿងសំខាន់សម្រាប់យើងព្រោះយើងត្រូវតែមានបច្ចតាជានិច្ចគ្រប់ពេល